ដែលជា protein ហ្នឹងគឺមាននៅក្នុងសាច់ហ្នឹងហើយសាច់គោសាច់មាន់សាច់ជ្រូកសាច់ត្រីអីផ្សេងហ្នឹងគឺយើងញ៉ាំទៅវាជួយមកស្ដារអាហ្នឹងវិញបានច្រើនបានលឿនព្រោះនៅពេលដែលដុំលហែកវាទាមទារសារធាតុ protein ដើម្បីមកបំពេញវិញទី2ហ្នឹងគឺការញ៉ាំសារធាតុទឹកហ្នឹងហើយយើងត្រូវញ៉ាំទឹកឲ្យបានច្រើនជាងរដងព្រោះយើងហាត់ទៅយើងបាត់បង់ជាតិទឹកហើយទន្ទឹមនឹងគ្នានឹងដែរគឺសារធាតុអំបិលដែលយើងបែកចេញពីញើសមកហ្នឹងយើងគួរតែញ៉ាំតែពីបច្ចេកទេសវាជាប្រភេទ electrolyte ហ្នឹង electrolyte ហ្នឹងគឺយើងអាចរកបានស្រួលបំផុតធម្មជាតិយើងគឺនៅក្នុងទឹកដូងអញ្ចឹងយើងអាចញ៉ាំទឹកធម្មតាហើយញ៉ាំទឹកដូងឲ្យខ្លះអញ្ចឹងទៅគឺវាជួយយើងបានច្រើនណាស់ហ្នឹងហើយចុងក្រោយទី3ហ្នឹងគឺការគេងហ្នឹងហើយធម្មតាយើងគេង8ម៉ោងហ្នឹងហើយចឹងបើយើងទំតហាត់ប្រាណហើយមកពីហាត់ប្រាណវិញក្នុងរយៈពេល24ម៉ោង48ម៉ោងហ្នឹងយើងព្យាយាមគេងវិញឲ្យបានច្រើនអាចចូលទៅ9ម៉ោងឬក៏10ម៉ោងអញ្ចឹងទៅហ្នឹងហើយព្រោះអីវាការគេងហ្នឹងគឺវាជួយឲ្យសាច់ដុំហើយនឹងការជិះជប់ចាប់ហ្នឹងវាស្ដារមកវិញបានលឿនហ្នឹងហើយ